វីដេអូនេះយើងស្វែងយល់បន្ថែមទាក់ទងនឹងកុំព្យូទ័រគឺជាម៉ាស៊ីនអេឡិចត្រូនិកដែលយើងអាចប្រើសម្រាប់ជំនួយក្នុងការប្រមូលរៀបចំគណនារក្សាទុកទិន្នន័យនេះជាកុំព្យូទ័រ desktop នេះគឺជាកុំព្យូទ័រ laptopកុំព្យូទ័រត្រូវបានបែងចែកជា4ប្រភេទធំៗគឺ Super Computer Mainframe Computer ទី3 Mini Computer ឬក៏យើងអាចហៅយ៉ាងទៀតថា Workstationចំណែកឯទី4 Micro Computer ឬក៏យើងអាចហៅយ៉ាងទៀតថា Personal Computer Personal Computer ជាប្រភេទកុំព្យូទ័រដែលយើងអាសាជួបដោយសារកុំព្យូទ័រប្រភេទនេះមានទំហំតូចល្មមតម្លៃសមរម្យសម្រាប់ធ្វើការទិញយកមកប្រើប្រាស់ក្នុងការងារការិយាល័យ Personal Computer មានដូចជា Desktop Computer Laptop Tablet PC Pocket PC ចូលដល់ចំណុចមួយទៀតចូលដល់ផ្នែករបស់កុំព្យូទ័រកុំព្យូទ័របែងចែកជាពីរផ្នែកសំខាន់គឺផ្នែករឹងនិងផ្នែកទន់ដែលយើងតែងហៅថា hardware និង software ផ្នែករឹងយើងអាចមើលឃើញនិងប៉ះបានចំណែកឯផ្នែកទន់យើងអាចមើលឃើញតែមិនអាចប៉ះឬចាប់កាន់បាននោះទេបាទនេះគឺជា hardware និង software នៅផ្នែកខាងឆ្វេង hardware ដែលយើងហៅថាផ្នែករឹងផ្នែកខាងស្ដាំគឺជា software ដែលយើងហៅថាផ្នែកទន់ចូលដល់ hardware ជាស្ដែងដូចយើងឃើញនៅក្នុងរូបមានដូចជា monitor keyboard mouse printer ជាដើមនេះយើងហៅថា hardware ដែលយើងអាចមើលឃើញនិងប៉ះបានចំណែកឯផ្នែកខាងស្ដាំគឺ software មានដូចជា OS Operating System ដែលយើងហៅថាប្រព័ន្ធប្រតិបត្តិការនិងកម្មវិធីសម្រាប់ដំឡើងចូលក្នុងកុំព្យូទ័រគឺមានដូចជាកម្មវិធី PowerPoint Google Chrome កម្មវិធី Microsoft Word ជាដើមបាទអរគុណច្រើនចំពោះវីដេអូក្នុងការស្វែងយល់បន្ថែមទាក់ទងនឹងកុំព្យូទ័រគឺមានតែប៉ុណ្្នេះទេជួបគ្នានៅវីដេអូក្រោយបន្តទៀត